Xôm chun rường Bùa kênh cỏ កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានសត្វពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធប្រពន្ធឈ្មោះថានាងនីមានកូនស្រីមួយឈ្មោះថានាងអេតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលទៅរកអស់ឯនាងនេះឮគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅផងលីដឹងចូលទៅក្នុងព្រៃបានឃើញអស់មួយធំនាងនេះយកដឹងទៅពុះអស់លួសពុះយូរបន្តិចទៅដឹងក៏រង្គួលធ្លាក់ទៅរន្ធពោះនាងនេះមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងក៏ឆ្លើយទៅនាងថាបើនាងឯងដោយអញធ្វើជាប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងនេះថាដូច្នោះហើយហេតុតែខ្លួនជាស្រីខូចក៏ទទួលព្រមថាលែងតែអ្នកឲ្យដឹងមកខ្ញុំចោះចាំល្ងាចសឹមខ្ញុំឲ្យនាងអេតមកហៅពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យនាងអេតមកហៅហើយនាងនេះក៏ទូលអស់ទៅផ្ទះជាមួយនាងអេតលួសដល់ប្រលប់នាងនេះក៏ប្រើនាងអេតជាកូនឲ្យទៅហៅពស់កេងកងនាងអេតទៅដល់ឈរនៅមាត់រន្ធពស់ហៅថាពស់កេងកងនាងនេះឲ្យហៅឯពស់កេងកងឮហើយលូនចេញមកនាងអេតឃើញពស់កេងកងភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញដូរអង្កាំពី3ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងនេះឯងប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នា
Tớ đo chất lư tớ bùa kênh con lia niềng đi tâu rụng vinh niềng ni bắt nằm thà ba bắt đây nhom mọc nhom mình ao niềng ết từ hào tê nẹ còn mọc ba bắt đây nhom mình toàn mọc nô nhom pra niềng ết ao từ hào nẹ xâm nẹ mọc bùa kênh con của tâu ruông bình tâu Rôa tai là nghĩa niềng ni pra niềng ết ao từ hào bùa kênh con niềng ết khát mặt đai của tâu hào tam bịa mặt đai pra Pon tai khăn chặt khát bùa nụ na Thật bật bùa nụ thôm hơi vệnh phong Mùi tiết khăn khăn chặt thật bật mặt đai ra hai nâng bùa niềng ết tự đo một rung hào thà bùa kênh con niềng ni ỏi hào ai bùa kênh con lư có luôn chênh mọc hơi chlao thà ết ơi ết ba anh tử ở phục ết nữ cắt có anh đạch niềng ết chlao thà ở phục tổ chuôn ăn cam pi 3 năm mình toàn một đo bùa kênh con lư niềng ết prap đồ cho nó có luôn chênh ẩm pi rùng mọc hơi chết tại tư mọc sọp ngày niềng ni sở hai nâng bùa kênh con toa tại phàm đo du bắn tách tơ đây niềng ni mọc pi chuôn ông cam vĩnh khơi niềng ni bùa thôm nực song sai của xua niềng ết chỉ cốn niềng ết prap ở phục Việt Hà mai cô sở hai nâng bùa kênh con tai về lia pro lốp ca ná ao nhom tự hao tai sọp ngày ở phục lư niềng ết prap đổi cho nó có nỉ dây nâng niềng ết hà đó là nghiệt hong anh tự hao của nụ một tiết anh chăm cặp vỉa nâu một thuya hai hong anh cũng oi mà đai hong anh đằng ai niềng ết lua đo pro lốp có tự hao bùa kênh con tha bùa kênh con niềng ni ỏi hao bùa kênh con lư hơi chloi tha ết ơi ết bà anh tử ở phục nâu cắt con anh đạch niềng ết chloi tha ở phục tôi chuôn ông cam pi 3 năm mình toàn một đo bùa kênh con lư niềng ết prap đôi cho nó man tha ở phục mình toàn một pi chuôn ông cam men có tâu đôi sọp ngày ai ở phục niềng ết căn đau buôn nâu mọt thuya chầm cặp bùa kênh con luôn cho khăn thuya bần tách ở phục niềng ết cắt cỏ đạch hai mùi cũng nát khang còn tôi do tự đạ lờ cả mùi cũng nát khang cấp ba do tự đạ lơ mê bột trìa ai còn đa luôn ao niềng ết do tơ bồn lẹ
នលៀតស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីពុកនាងអេតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំបានដឹងជាប្តីកាប់ពោះជាសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរសុខទុក្ខបងប្អូននៅផ្ទះឆ្ងាយលួសព្រឹកឡើងនាងអេតយកសាច់ពោះមកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លនាងអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យនាងអេតដួសសម្លយកមកស៊ីបាយកាលនាងអេតដួសសម្លយកមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពោះដាក់លើមែកពុត្រាវាចង់ស៊ីសាច់ពោះវាបោលថាក៏លើក្លែមក្លំលេបសាច់ប្តីឯងនាងនេះកំពុងតែស៊ីបាយលើក្អែកបោលដូច្នោះក៏មើលទៅលើដើមពុត្រាឃើញក្បាលពោះកេងកងនៅលើមែកហើយនាងនេះអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាសេបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភ្នែកឯក្អែកនោះចេះតែបោលថាក៏លើក្លែមក្លំលេបសាច់ប្តីឯងក្បាលដាក់លើមែកពុត្រាកន្ទុយដាក់លើស្កានាងនេះមើលឃើញលើស្កាឃើញកន្ទុយពោះកេងកងនៅលើនោះឯប្តីនាងនេះដឹងជាប្រពន្ធសហាយនឹងពោះកេងកងពិតប្រាកដហើយក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផើមចាស់ផ្ទៃត្បិតសម្រាលចិត្តសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលួដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដងនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ខ្លួនស្មានថាប្តីទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាលល្អប្តីប្រាប់ប្រពន្ធថាកំពង់នោះរៀបសប្បាយយើងឈប់កក់សក់នៅទីនោះចោះ
ឯនាងនេះមិនដឹងជាប្តីគិតសម្លាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមូចក្នុងទឹកខ្លះលូនចូលព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះមកឃ្លាតកាយណាយចិត្តអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់ហើយកុំភ្លេច Subscribe នៅ Channel នេះមួយផងដើម្បីទទួលបាននៅនិទានរឿងនិងការអានរឿងផ្សេងៗបន្តទៅទៀតអរគុណជម្រាបលា